ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនេះគឺជាសកម្មភាពដែលខ្ញុំបានទៅសាលារចនាថ្ងៃនេះគឺជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់ខ្ញុំបាទគឺខ្ញុំបានទៅទិញសៀវភៅមួយក្បាលដែលមានចំណងជើងថាប្រវត្តិសាស្ត្រកម្ពុជាសម័យអង្គរបាទសៀវភៅនេះគឺជាការបង្ហាញរបស់លោកគ្រូអង្គជលៀនហើយក៏ជាថ្ងៃសម្ពោធថ្មីរបស់គាត់គឺសៀវភៅនេះគាត់ចង់និយាយអំពីមូលដ្ឋានរៀននិងស្រាវជ្រាវបាទហើយសៀវភៅនេះគឺមានការគ្រប់គ្រងពីអង្គការមួយឈ្មោះថាយោសោធរបុរៈឬក៏យសោធននឹងឯងប៉ុន្តែក៏បីយើងយល់ថា3ឆ្នាំនេះគឺយើងនឹងការប្រមូលសន្សំឯកសារត្រាស់រិះពិចារណានៅព្រឹត្តិការណ៍ផ្សេងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានាព្រមទាំងពិនិត្យឯកសារនឹងការជ្រើសរើសយកអង្គការយោសោធជាស្ថាប័នបោះពុម្ពផ្សាយសៀវភៅដ៏មានសារៈសំខាន់នេះដូចលោកអ្នកនាងបានជ្រាបស្រាប់ហើយថាបន្តិចបន្តួចសោះជូនទៅជូនលោកគ្រូផ្ទុយទៅវិញថវិកាទាំងប្រមាណដែលបានពីការលក់សៀវភៅនេះលោកគ្រូប្រគល់មកឲ្យអង្គការយើងទាំងស្រុងដូចជានៃការដឹងគុណយើងសូមជូនបាច់ផ្កាមួយបាច់នៅក្បែរគ្រូជាការផ្នែករបស់ខ្ញុំយ៉ាងជ្រាលជ្រៅចំពោះគ្រូមួយដែរអំបិល3ឆ្នាំបានដាច់ការមួយហើយទន្ទឹមនឹងនេះខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមការងារយោសោធទាំងអស់ដែលបានជួយជ្រោមជ្រែងកិច្ចការផ្សេងៗរបស់បន្តិចទៀតយើងនឹងបានស្ដាប់នៅប្រសាសន៍ដ៏ពិសេសពិសារបស់លោកគ្រូខ្ញុំនឹងចាក់សម្លេងពិតហើយនឹងជាសម្លេងដែលលោកគ្រូបានមានប្រសាសន៍ដ៏មានន័យសម្រាប់ក្មេងៗជំនាន់ក្រោយនិងសិស្សានុសិស្សដើម្បីធ្វើការសិក្សាប្រវត្តិសាស្ត្ររបស់យើងឲ្យកាន់តែទូលំទូលាយហ្នឹងហើយដូចនេះបងប្អូនជួយ Subscribe Channel របស់ខ្ញុំមួយហើយស្ដាប់ប្រសាសន៍របស់លោកគ្រូដូចតទៅត្រូវនិយាយអីទេគេទុំប្រាប់មិនមិនទៅចូលចិត្តការនេះតិចអូខ្លាយទៅនិយាយយុវជនបានព្រះរឿងច្រើននោះលោកប្រធានសួងសកលនោះគាត់និយាយអស់ហើយណាប៉ុន្តែដែលខ្ញុំចង់បញ្ជាក់ហើយបញ្ជាក់ទៀតកុំឲ្យមានការយល់ច្រឡំខ្ញុំនេះមិនមែនជាចង់នៅគេហៅថាប្រវត្តិវិទូទេខ្ញុំរៀនមកផ្សេងមកជាខ្ញុំនរវិទ្យាអីចឹងទេតែធ្វើឲ្យបែកគំនិតធ្វើសភៅហ្នឹងមកពីដោយថាលោកសុករោនិយាយមិញខ្ញុំមានមូលដ្ឋានខ្លះខ្ញុំដែលវិទ្យាខាងរឿងប្រវត្តិសាស្ត្រខាងរឿងសិលាចារឹកអីជាដើមដែលជាមូលដ្ឋាននៃប្រវត្តិសាស្ត្រប៉ុន្តែដែលអ្វីដែលជំរុញឲ្យខ្ញុំទៅសរសេរនោះមកពីការសង្កេតឃើញថានៅប្រទេសយើងមិនទាន់មានសៀវភៅប្រវត្តិសាស្ត្រនៅសម័យបុរាណគឺប្រវត្តិសាស្ត្រជាភាសាខ្មែរដែលកូនខ្មែរចង់រៀនចង់គោលគាត់មែនតើអញ្ចឹងទេមូលហេតុបានជាជំរុញឲ្យខ្ញុំនេះទៅជាសរសេរសៀវភៅប្រវត្តិសាស្ត្រដែលខ្លួនខ្ញុំតាមពិតមិនចង់ជាប្រវត្តិទូទេហើយដែលសរសេរនេះគឺផ្អែកទៅលើការសិក្សាស្រាវជ្រាវរបស់អស់លោកអ្នកប្រាជ្ញដែលគាត់ចែកឋានទៅបញ្យុហើយនោះក៏ផ្អែកខ្លាំងទៅលើនោះហើយផ្អែកទៅលើការងារអ្នកស្រាវជ្រាវចំនួនក្រោយមកទៀតក៏ទៅលើប្រភេទច្រើនហើយចំណែករបស់ខ្ញុំនៅក្នុងសៀវភៅនេះមានតែរឿងការបកស្រាយខ្លះៗតិចតួចខ្ញុំចង់ឲ្យអ្វីដែលហៅថាប្រវត្តិសាស្ត្រហ្នឹងមាននិយាយពីសង្គមផងណាគឺថាកុំឲ្យប្រវត្តិសាស្ត្រហ្នឹងគឺគ្រាន់តែជាគេហៅកាលប្រវត្តិនោះភាសាគេថា chronology នោះឲ្យមានរឿងអីដែលយើងអាចដឹងពីសង្គមរឿងស្អីវែងឆ្ងាយបន្តិចណាខ្ញុំដោតទៅលើនឹងដែរក្នុងភៅនោះចំណែករបស់ខ្ញុំទៅលើការសរសេរប្រវត្តិសាស្ត្រនេះមានអានឹងតិចតួចប៉ុន្តែរឿងដែលធំនោះគឺច្រើនណាស់ដែលខ្ញុំផ្អែកទៅលើការស្រាវជ្រាវរបស់អស់លោកអ្នកប្រាជ្ញដែលមានមកពីមុនមកបាទកាលពីមុននេះទៅទៀតអានេះតាមពិតគឺមកពីខ្ញុំចាប់ផ្ដើមធ្លាប់ធ្វើអញ្ចឹងនេះមិនមែនឯកទេសខ្លួនឯងទៅធ្វើពីមុននឹងទៅទៀតខ្ញុំសរសេរសៀវភៅមួយដាក់ថាមូលដ្ឋានរៀនខ្មែរបុរាណដូចមាននៅតុកនេះដែរតាមពិតខ្ញុំមិនមែនជាអ្នកចេះពីសម្បើមណាស់ខាងសាលាចរិតនោះទេអត់មែនអញ្ចឹងទេ
ខ្ញុំមានចំណេះល្មមគ្រាន់តែថាឲ្យគេរៀនកខកខងនោះជាខ្មែរបុរាណសម្រាប់នឹងជាឈ្នន់នឹងសិក្សាឲ្យបានវែងឆ្ងាយតទៅទៀតបើមិនធ្វើអ្នកខ្លះដូចថាផ្សំណាស់គេថាតែស្អីនោះដេកផ្សំដួលរមូលផ្សំត្រេចគឺអត់មានអីមើលខ្ជិលហ្មងណាប៉ុន្តែអ្នកខ្លះនោះគេទោះបីតែអត់អីមើលពួកគេតស៊ូគេជំនះយកអីបានប៉ុណ្ណឹងភាគតិចផុតមនុស្សភាគច្រើនគឺថាប៉ុន្តែគឺថាដល់ខ្ញុំទៅសេអញ្ចឹងទៅអំណោះតទៅកុំឲ្យថាវាអត់អីអានសោះនោះវាមានទោះបីខ្ញុំទៅសេវាខ្វះវាខាតវាខ្សត់ខ្សោយអីក៏ដោយខ្ញុំទៅសេសម្រាប់តែអ្នកដែលចាប់តាមរៀនកោតពោខ្មែរបុរាណមកទេខ្ញុំមិនមែនអួតអាងតែខ្លួនខ្ញុំជាអ្នកចេះភាសាគេគេថា epigraphist គេថាខាងសេឡាចរិតនោះទេឡើយអានេះជាលើកទី2ដែលខ្ញុំធ្វើដូចថាលងមិនដែរណែដូចខ្ញុំមិនសូវដាក់ខ្លួនណាខ្លួនឯងមិនវត្តវិទូហើយមកទៅខំសេអីចឹងតែខ្ញុំអស់ប៉ុណ្ណឹងខ្ញុំសូមអរគុណណាអរគុណលោកគ្រូ cha